ឥឡូវត្រីក្រឹមចូលពពុះវិញហើយបងប្អូនចូលឥឡូវចាំចាប់ប៉ុន្តែដៃម្នាក់ឯងថតទូរស័ព្ទថតអត់កើតទេចាំពេលចាប់ហើយចាំថតឲ្យមើលតែប៉ុណ្ណាដល់វាចូលពពុះវិញចាប់បានបងប្អូននេះចាប់បានហើយនេះត្រីមកស្គលបងប្អូនអូយខៀវលមៀតបងប្អូនអូខៀវនេះមកស្គលអូធំម្នាក់ឯងបើត្រឡប់ត្រីឥឡូវដាក់ដកដាក់ចូលដកបងប្អូនចូលដកធំបងប្អូនត្រីនៅស្រុកខ្ញុំនេះឲ្យតែពេលភ្លៀងធ្លាក់ចឹងអត់មានផ្លែទឹកឲ្យតែមានភ្លៀងធ្លាក់ពេញស្រែតែមានត្រីក្រឹមក្មេងៗមកចាប់ទៀតឥឡូវចាំខ្ញុំទៅចាប់មួយទៀតតែបោកខាងនោះ